បានអ្នកដឹងទេថាមានមីស៊ីលមួយប្រភេទដែលអាចហោះក្នុងល្បឿន 155,000 គីឡូម៉ែត្រក្នុង1ម៉ោងហើយអាចវាយប្រហារគោលដៅបានចម្ងាយជាង 2,000 គីឡូម៉ែត្រនេះគឺជាមីស៊ីល Khaybar របស់អ៊ីរ៉ង់ដែលទើបតែត្រូវបានគេដាក់ឲ្យប្រើប្រាស់ក្នុងសមរភូមិពិតប្រាកដជាលើកដំបូងក្នុងសប្តាហ៍ចុងក្រោយនេះអ៊ីរ៉ង់បានបាញ់មីស៊ីល Khaybar រាប់សិបគ្រាប់ទៅលើអ៊ីស្រាអែលក្នុងប្រតិបត្តិការ True Promise 4ដោយអះអាងថាអាចទម្លុះប្រព័ន្ធការពារដែនអាកាសបានថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីមីស៊ីល Khaybar របស់អ៊ីរ៉ង់និងប្រតិបត្តិការវាយប្រហារថ្មីៗនេះមីស៊ីល Khaybar ត្រូវបានគេស្គាល់ផងដែរថាជា Khorramshahr 4ដែលជាកំណែថ្មីបំផុតនៃគ្រួសារមីស៊ីល Khorramshahr របស់អ៊ីរ៉ង់ឈ្មោះ Khaybar ត្រូវបានគេយកមកពីសមរភូមិប្រវត្តិសាស្ត្ររវាងកងទ័ពអ៊ីស្លាមនិងកុលសម្ព័ន្ធជ្វីហូនៅឧបទ្វីបអារ៉ាប់ដែលត្រូវបានគេចាត់ទុកថាជាសារនយោបាយផ្ញើទៅកាន់អ៊ីស្រាអែលមីស៊ីលនេះត្រូវបានដាក់បង្ហាញសាធារណៈក្នុងខែកុម្ភៈឆ្នាំ2026ដោយក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងពិធីមួយដែលមានរូបចម្លាក់វិហារអ៊ីស្លាមអាល់អាក់សានៅក្រុងយេរូសាឡែមខាងកើតដែលជានិមិត្តសញ្ញាបញ្ជាក់ពីសមត្ថភាពវាយប្រហារទៅដល់អ៊ីស្រាអែលមីស៊ីល Khaybar មានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ជាច្រើនប្រការទី1រយៈចម្ងាយបាញ់ Khaybar មានរយៈចម្ងាយបាញ់ដល់ទៅ 2,000 គីឡូម៉ែត្រដែលអាចគ្របដណ្ដប់តាមបនភាគច្រើននៃមជ្ឈមបូព៌ារួមទាំងអ៊ីស្រាអែលផងដែរទី2ក្បាលគ្រាប់វាអាចផ្ទុកក្បាលគ្រាប់ដ៏ធំមានទម្ងន់ 1,500 គីឡូក្រាម 1.5 តោនដែលអាចបំផ្លាញគោលដៅបានយ៉ាងធ្ងន់ធ្ងរទី3ល្បឿនមីស៊ីលនេះអាចហោះក្នុងល្បឿន Mach 16 16 ដងនៃល្បឿនសំឡេងនៅក្រៅបរិយាកាសនិង Mach 8នៅពេលចូលក្នុងបរិយាកាសនេះមានន័យថាវាអាចទៅដល់អ៊ីស្រាអែលក្នុងរយៈពេលត្រឹមតែ 10-12 នាទីប៉ុណ្ណោះទី4ប្រព័ន្ធជំរុញ Khaybar ប្រើប្រាស់អ៊ីនធឺណិតលាបប៉ុន្តែមានម៉ាស៊ីនទំនើបដែលអាចរក្សាអ៊ីនធឺណិតបានច្រើនឆ្នាំនិងត្រៀមបាញ់បានក្នុងរយៈពេលខ្លីទី5ភាពជាក់លាក់មីស៊ីលនេះមានភាពជាក់លាក់ខ្ពស់ដោយមានកំហុសត្រឹមតែប្រហែល30ម៉ែត្រប៉ុណ្ណោះក្រៅពី Khaybar អ៊ីរ៉ង់ក៏មានមីស៊ីលមួយប្រភេទទៀតដែលមានឈ្មោះស្រដៀងគ្នាគឺ Khaybar Shekan ដែលជាមីស៊ីលចំនួនទី4ពីគ្រួសារ Khorramshahr ដូចគ្នា Khaybar Shekan មានលក្ខណៈខុសគ្នាត្រង់ថាប្រើប្រាស់អ៊ីនធឺណិតរឹងដែលអាចត្រៀមបាញ់បានលឿនជាងមុនរយៈចម្ងាយបាញ់ 1,450 គីឡូម៉ែត្របំពាក់ដោយក្បាលគ្រាប់ដែលអាចធ្វើសមយុទ្ធបានហើយអាចត្រៀមបាញ់បានក្នុងរយៈពេលតិចជាង15នាទីមីស៊ីលនេះត្រូវបានគេប្រើប្រាស់ក្នុងប្រតិបត្តិការពីមុនដូចជាប្រតិបត្តិការ Sadiq Promise 1 និង Sadiq Promise 2ឥឡូវយើងមកដល់ព្រឹត្តិការណ៍សំខាន់បំផុតគឺប្រតិបត្តិការ True Promise 4នៅថ្ងៃទី2ខែមិនិនាឆ្នាំ2026កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានប្រកាសបើកការវាយប្រហាររលកទី10នៃប្រតិបត្តិការ True Promise 4ក្នុងប្រតិបត្តិការនេះអ៊ីរ៉ង់បានប្រើប្រាស់មីស៊ីល Khaybar យ៉ាងច្រើនដោយកំណត់គោលដៅសំខាន់ៗដូចជាអគាររដ្ឋាភិបាលនៅទីក្រុង Tel Aviv មជ្ឈមណ្ឌលយោធានិងសន្តិសុខនៅទីក្រុង Haifa គោលដៅនៅក្រុងយេរូសាឡែមខាងកើត IRGC បានប្រមានប្រជាជននៅក្នុងតំបន់កាន់កាប់ឲ្យជម្លៀសចេញពីតំបន់ក្បែរមូលដ្ឋានយោធានិងអគាររដ្ឋាភិបាលជាបន្ទាប់ជាការឆ្លើយតបអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតបវិញយ៉ាងខ្លាំងក្លាមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីខាងលិចលោក Admiral Brad Cooper បានប្រកាសថាកងកម្លាំងអាមេរិកបានវាយប្រហារគោលដៅជិត 1000 កន្លែងក្នុងប្រទេសអ៊ីរ៉ង់លោកបានថ្លែងថាយើងបានវាយប្រហារគោលដៅជិត 1000 កន្លែងជាមួយនឹងគ្រាប់រំសេជាង 2000 គ្រាប់យើងបានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងដំណំនិងបំផ្លាញមីស៊ីលបាឡីស្ទិកយន្តហោះមិនមានមនុស្សបើកនិងគ្រឿងបាញ់រាប់រយគ្រឿងអាមេរិកបានប្រើប្រាស់យន្តហោះតម្លាក់គ្រាប់បំបែក Stealth B-2 Spirit ដើម្បីវាយប្រហារទីតាំងមីស៊ីលរបស់អ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានថ្លែងថាប្រតិបត្តិការនេះមានគោលដៅបំផ្លាញមីស៊ីលគ្រឿងបាញ់និងសមត្ថភាពផលិតមីស៊ីលរបស់អ៊ីរ៉ង់
ការវាយប្រហារមិនត្រឹមតែការឡើងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលតែប៉ុណ្ណោះទេថែមទាំងបានពង្រីកទៅកាន់ប្រទេសផ្សេងទៀតផងមីស៊ីលផ្លាំងយ៉ានរបស់អ៊ីរ៉ង់បានបាញ់ទៅលើមូលដ្ឋានទ័ពអាកាសអាល់អ៊ូដេតរបស់អាមេរិកនៅប្រទេសកាតាស្ថានទូតអាមេរិកនៅប្រទេសសាអូឌីអារ៉ាប៊ីនិងស្ថានកុងស៊ុលអាមេរិកនៅអារ៉ាប់រួមគ្នាក៏បានវាយប្រហារដោយយន្តហោះមិនមានមនុស្សបើកដែររោងចក្រចម្រាញ់ប្រេងព្រៃរ៉ាស់ថានូរ៉ារបស់ប្រទេសសាអូឌីអារ៉ាប៊ីក៏បានវាយប្រហារដូចគ្នាក្រុមហេសបូឡាពីប្រទេសលីបង់បាំងបាញ់រ៉ុកែតចូលទៅកាន់អ៊ីស្រាអែលដោយបណ្ដាលឲ្យអ៊ីស្រាអែលវាយប្រហារតបទៅលើទីក្រុងបេរុតការវាយប្រហារទាំងនេះបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើននៅក្នុងប្រទេសអ៊ីរ៉ង់មនុស្សចំនួនរាប់រយនាក់បានស្លាប់រួមទាំងមេដឹកនាំកំពូលផងដែរគឺលោកអាយ៉ាតូឡាអាលីខាមេនីមន្ត្រីស៊ើបអង្កេតកំពូលរបស់អ៊ីរ៉ង់ចំនួន1បានសម្លាប់ខ្លួនក្នុងប្រតិបត្តិការ Roaring Lion របស់អ៊ីស្រាអែលរួមមានលោក Sayed Yahya Hamidi អនុមន្ត្រីក្រសួងស៊ើបអង្កេតនិងលោក Jalal Pur Hussain ប្រធានផ្នែកចារកម្មទាហានអាមេរិក3នាក់បានស្លាប់នៅប្រទេសគូវ៉ាតជនស៊ីវិលរាប់សិបនាក់ក្នុងប្រទេសអ៊ីស្រាអែលនិងបណ្ដាប្រទេសឈុងសមុទ្រក៏បានស្លាប់ដែរសំណួរសំខាន់ដែលអ្នកវិទ្យាសាស្ត្រកំពុងពិភាក្សាគ្នានោះគឺតើមីស៊ីលខេបាអាចទម្លុះប្រព័ន្ធការពាររបស់អ៊ីស្រាអែលបានដែរទេអ្នកវិទ្យាសាស្ត្រយល់ឃើញថាប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលដែលត្រូវបានរចនាឡើងដើម្បីស្ទាបអង្ត្រាប់រ៉ុកែតរយៈចម្ងាយខ្លីមិនអាចស្ទាបអង្ត្រាប់មីស៊ីលខេបាដែលហោះក្នុងល្បឿនលឿនបែបនេះបានទេការការពារប្រឆាំងនឹងខេបាគឺជាតួនាទីរបស់ប្រព័ន្ធ Arrow 2 និង Arrow 3ដែលត្រូវបានរចនាឡើងដើម្បីស្ទាបអង្ត្រាប់មីស៊ីលបាលីស្ទិកនៅក្រៅបរិយាកាសទោះជាយ៉ាងណាបញ្ហាចម្បងគឺការវាយប្រហារដោយរលកធំ Saturation Attackប្រសិនបើអ៊ីរ៉ាំងបាញ់មីស៊ីលរាប់រយគ្រាប់ក្នុងពេលតែមួយប្រព័ន្ធការពារអាចនឹងត្រូវអស់សមត្ថភាពក្នុងការស្ទាបអង្ត្រាប់ទាំងអស់នេះហើយគឺជាហេតុផលដែលអ៊ីរ៉ាំងបន្តអភិវឌ្ឍនិងស្តុកទុកមីស៊ីលទាំងនេះសរុបមកមីស៊ីលខៃបារបស់អ៊ីរ៉ង់គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយល្បឿនលឿននិងក្បាលក្រាបធំការប្រើប្រាស់មីស៊ីលនេះក្នុងប្រតិបត្តិការ True Promise 4គឺជាការសាកល្បងសមត្ថភាពពិតប្រាកដជាលើកដំបូងហើយវាបានបង្ហាញថាអ៊ីរ៉ង់អាចវាយប្រហារអ៊ីស្រាអែលដោយផ្ទាល់បានទោះជាយ៉ាងណាអាមេរិកនិងអ៊ីស្រាអែលក៏បានបង្ហាញពីសមត្ថភាពវាយបកវឹងយ៉ាងខ្លាំងក្លាដោយបានបំផ្លាញមីស៊ីលនិងគ្រឿងបាញ់របស់អ៊ីរ៉ង់រាប់រយគ្រឿងសង្គ្រាមនេះនៅតែបន្តហើយយើងមិនទាន់ដឹងថានឹងបញ្ចប់ដោយរបៀបណានោះទេតើអ្នកគិតថាមីស៊ីលខៃបាពិតជាអាចផ្លាស់ប្ដូរតុល្យប័យអំណាចនៅមជ្ឈមបូព៌ាបានដែរទេប្រាប់ឃឹមនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីតាមដានព័ត៌មានក្តីៗបន្តទៀត